ច្បាស់ឲ្យពុកម៉ែបងប្អូនភ្ញៀវច្រើនមែនទេបងប្អូនហើយនៅផប់ត្រិតងាកនេះក្នុងថ្ងៃទី26ខែ1ឆ្នាំ2026បងប្អូនទស្សនាមើលចិនលើចិនក្រៅបងប្អូនភ្ញៀវច្រើនមែនទេបងប្អូនខ្ញុំទៅមកមិញហ្នឹងបងប្អូនអញ្ចឹងក៏ឆ្លៀតកាត់វីដេអូបងប្អូនទស្សនាហើយក្នុងថ្ងៃទី26ខែ1ឆ្នាំ2026ទស្សនាពីវីដេអូហ្នឹងឲ្យដល់ចប់បងប្អូនខ្ញុំថតគ្រប់ជ្រុងទាំងអស់នៅផប់ត្រិតបងប្អូនមានភ្ញៀវអង្គុយគ្រប់កន្លែងអូយខ្ញុំសរសើរមែនបងប្អូនមិននឹកស្មានថាប្រទេសយើងឥឡូវគេស្គាល់ច្រើនណាស់បងប្អូនអញ្ចឹងពួកយើងចូលរួមផ្សព្វផ្សាយទាំងអស់គ្នាផ្សព្វផ្សាយគេកាន់តែឃើញពីប្រទេសយើងថាជាប្រទេសល្អមានសុជីវធម៌ល្អសេវាកម្មល្អពុកបងប្អូនទស្សនាមើលនៅផប់ត្រិតបងប្អូនសូម្បីតែអ្នកដែលលើកកែវលើកស្រាបងប្អូនតែងខ្លួនគឺសំរុំមែនទែនជាលក្ខណៈកូនខ្មែរពិតតែម្ដងបងប្អូនទស្សនាមើលខ្ញុំតែងតែផ្សព្វផ្សាយពីអ្វីដែលល្អពុកម៉ែបងប្អូនយើងចូលរួមចែករំលែកទាំងអស់គ្នាបងប្អូនអ្វីដែលល្អយើងចែករំលែកទៅបងប្អូនដើម្បីផ្សព្វផ្សាយគេបានឃើញនេះជាទស្សនវិជ្ជាដែលខ្ញុំបានដើរមួយជុំនៅក្នុងផប់ត្រិតបងប្អូនទស្សនាមើលចំណុចណាក៏ដោយបងប្អូនគឺភ្ញៀវដើរពេញនេះទៅតែម៉ោង7:45នាទីបងប្អូនដែលខ្ញុំបានទៅដល់បងប្អូនអូបងប្អូនភ្ញៀវច្រើនមែនទេពេលដែលគាត់មកអញ្ចឹងបងប្អូនឃើញគាត់ចំណាយតាមផាបតាមអីផ្សេងអញ្ចឹងបងប្អូនមិនថាទិញអវ៉ាន់ទិញកនូបាទគ្រប់ទីកន្លែងបងប្អូនដូចឃើញក្នុងវីដេអូនេះស្រេចបងប្អូនខ្ញុំដើរថតគ្រប់ជ្រុងដើម្បីផ្សព្វផ្សាយគេបានឃើញនេះពីទស្សនវិជ្ជាពិតបងប្អូនពីភាពជាក់ស្ដែងខ្ញុំបានទៅដល់មិញបងប្អូនទស្សនាមើលមើលយឺតបងប្អូនភ្ញៀវគឺមានគ្រប់ទីកន្លែងដែលខ្ញុំទៅដល់បងប្អូនមិនថាហាងតាមហាងធំផ្សេងហើយបងប្អូនទស្សនាមើលពីភ្ញៀវនេះគាត់ទិញអវ៉ាន់ទាំងថងបងប្អូនហើយរស់ណាបងប្អូនបងប្អូនខ្មែរយើងនេះទុកលបកកង់ម៉ូតូបាទសិតតបានទាំងអស់បងប្អូនពីភ្ញៀវទេសចរបងប្អូនហើយអ្នកណាថាភ្ញៀវទេសចរមកអត់ចំណាយលុយបងប្អូនទស្សនាមើលភាពជាក់ស្ដែងគឺគាត់ចំណាយលុយគ្រប់ជ្រុងទាំងអស់បងប្អូនមិនថាតិចឬច្រើនទេបងប្អូនឲ្យតែគាត់បានបន្តមកដល់ប្រទេសយើងបងប្អូនមើលខ្ញុំជិះបន្តមកជុំកន្លងឲ្យបងប្អូនបានឃើញពីហាងធំដែលនៅតាមបណ្ដាផ្លូវទេបងប្អូននេះហាងតូចបងប្អូនហើយគ្រប់ទីកន្លែងបងប្អូនអញ្ចឹងគឺគាត់ចំណាយចាយវាយនេះទៅតែម៉ោង7ជាងបងប្អូនទៅដល់ម៉ោង10មកដល់10បងប្អូនហើយគ្រប់ទីកន្លែងពេញយ៉ាងហ្នឹងទៀតបងប្អូនអរគុណច្រើនដែលពុកម៉ែបងប្អូនតាមដានវីដេអូខ្ញុំពីដើមរហូតដល់ចប់ខ្ញុំចេះតែចង់ផ្សព្វផ្សាយឲ្យគេបានឃើញ